ការពីម្សិលមិញខ្ញុំនាំកូនៗខ្ញុំទៅកន្លែង roller skate នៅក្បែរផ្ទះដែរបងប្អូនហើយក្នុងឱកាស Mother Day ហ្នឹងកន្លែងហ្នឹងគេ free សំបុត្រឲ្យម៉ាក់ៗទាំងអស់ប៉ុន្តែខ្ញុំអត់បានជិះឲ្យបងប្អូនដោយសារខ្ញុំអត់សូវចង់អញ្ចឹងណាខ្ញុំឲ្យតែកូនលេងទៅបានហើយថ្ងៃហ្នឹងដែរគឺខ្ញុំឃើញព្រឹត្តិការណ៍មួយដោយសារតែមានម៉ាក់ម្នាក់ហើយនិងកូនស្រីមួយចាគាត់នាំកូនគាត់ទៅលេងនៅកន្លែងហ្នឹងដែរក្នុងឱកាសគិតថាជាថ្ងៃពិសេសក្នុងថ្ងៃ Mother Day អញ្ចឹងណាបងប្អូនចាមានណាចាសប្បាយគេខ្លាចជាទុកតែវាមិនមែនជាកំហុសរបស់គាត់ទេវាគ្រាន់តែជារឿងចៃដន្យដោយសារចាគាត់ជិះ roller skate ជាមួយកូនគាត់ទៅចាគាត់ផ្លាត់ជើងដួលហើយនៅពេលដែលគាត់ដួលហ្នឹងមើលទៅគាត់ហ្នឹងគឺឈឺចាប់ខ្លាំងមែនទែនព្រោះខ្ញុំមិនដឹងថាធ្វើម៉េចបានដួលទេប៉ុន្តែងាកទៅគឺគាត់ដួលបាត់ហើយបងប្អូនទាំងអស់គ្នាគឺគាត់ឈឺខ្លាំងរហូតដល់គាត់ស្លាប់ដល់គាត់ស្លាប់ហើយដល់ថ្នាក់ក្រុមការងារនៅកន្លែង roller skate នឹងគេមកជួយចាគេមកជួយដូចថាជួយឆែកមើលថាគាត់គ្រោះថ្នាក់បណ្ណាអីអញ្ចឹងណាហើយបន្ទាប់មកខ្ញុំឃើញកន្លែង roller skate ហ្នឹងគឺគេring ambulance ចា